ការរកឃើញមជ្ឈមណ្ឌលស្រាវជ្រាវនុយក្លេអ៊ែរឌីម៉ូណារបស់អ៊ីស្រាអែលដោយសហរដ្ឋអាមេរិកគឺជាព្រឹត្តិការណ៍ដ៏តានតឹងបំផុតមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាសម័យសង្គ្រាមត្រជាក់នៅទសវត្សរ៍ឆ្នាំ1950អ៊ីស្រាអែលបានផ្ដើមសាងសង់រេអាទ័រនុយក្លេអ៊ែរនៅជិតទីក្រុងឌីម៉ូណាដោយមានជំនួយពីប្រទេសបារាំងដើម្បីលាក់បាំងសកម្មភាពនេះអ៊ីស្រាអែលបានផ្ដល់ការពន្យល់ផ្សេងៗគ្នាទៅកាន់ពិភពលោកដំបូងឡើយអ៊ីស្រាអែលបានប្រាប់ថាវាជារោងចក្រវាយនភ័ណ្ឌក្រោយមកទៀតក៏មានការស្រាយបញ្ជាក់ថាវាជាស្ថានីយ៍ស្រាវជ្រាវកសិកម្មឬជាមជ្ឈមណ្ឌលស្រាវជ្រាវលោហៈធាតុតែប៉ុណ្ណោះនៅឆ្នាំ1958យន្តហោះចារកម្មរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា U2 Spy Plane បានថតរូបពីលើវាលំហ Negev ហើយបានប្រទះឃើញការដ្ឋានសំណង់ដ៏ធំមួយដែលមានការការពារយ៉ាងតឹងរ៉ឹងមន្ត្រីរបស់សហរដ្ឋអាមេរិកបានវិភាគទៅលើរូបភាពទាំងនេះហើយបានសន្និដ្ឋានថាសំណង់នោះមិនមែនជារោងចក្រវាយនភ័ណ្ឌដោយការអះអាងរបស់អ៊ីស្រាអែលឡើយប៉ុន្តែវាគឺមានលក្ខណៈបច្ចេកទេសស្រដៀងទៅនឹងរេអាទ័រនុយក្លេអ៊ែរដែលផលិតសារធាតុភ្លុយតូនេញ៉ូមនៅឆ្នាំ1960ទីភ្នាក់ងារ CIA បានបញ្ជាក់យ៉ាងច្បាស់ក្នុងរបាយការណ៍សម្ងាត់ថាអ៊ីស្រាអែលកំពុងសាងសង់រេអាទ័រនុយក្លេអ៊ែរដែលអាចមានសមត្ថភាពផលិតអាវុធបាននៅឆ្នាំ1986អតីតអ្នកបច្ចេកទេសម្នាក់ដែលធ្វើការនៅក្នុងរោងចក្រឌីម៉ូណាដែលមានឈ្មោះថា Mordechai Vanunu លោកបានលួចថតរូបភាពនិងផ្ដល់ព័ត៌មានលម្អិតទៅឲ្យកាសែត The Sunday Times របស់អង់គ្លេសព័ត៌មាននេះបានបង្ហាញថាអ៊ីស្រាអែលអាចមានក្បាលគ្រាប់នុយក្លេអ៊ែរចន្លោះពី100ទៅ200គ្រាប់នេះគឺជាភស្តុតាងដ៏រឹងមាំបំផុតដែលបញ្ជាក់អំពីសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីស្រាអែលបើទោះបីជារដ្ឋាភិបាលនៅតែបន្តរក្សាភាពស្ងប់ស្ងាត់ក៏ដោយនៅខែធ្នូឆ្នាំ1960ព័ត៌មាននេះបានលេចធ្លាយដល់សារព័ត៌មានរបស់ពិភពលោកជាពិសេសគឺកាសែតរបស់អាមេរិក New York Times លោកប្រធានាធិបតី Eisenhower បានដាក់សម្ពាធយ៉ាងខ្លាំងឲ្យលោកនាយករដ្ឋមន្ត្រី David Ben-Gurion បកស្រាយឲ្យបានច្បាស់លាស់អំពីករណីនេះលោកនាយករដ្ឋមន្ត្រីរបស់អ៊ីស្រាអែល David Ben-Gurion ក៏បានសារភាពចំពោះមុខសភាអ៊ីស្រាអែល Knesset ថាពួកគេពិតជាកំពុងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវនុយក្លេអ៊ែរពិតប្រាកដមែនប៉ុន្តែការសាងសង់នេះនៅក្នុងគោលបំណងសន្តិភាពតែប៉ុណ្ណោះនៅក្នុងសម័យកាលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក John Kennedy ឡើងកាន់តំណែងនៅក្នុងឆ្នាំ1961លោក John Kennedy មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរីកសាយភាយអាវុធនុយក្លេអ៊ែរនៅតំបន់មជ្ឈិមបូព៌ាលោកប្រធានាធិបតី John Kennedy បានផ្ញើលិខិតជាផ្លូវការយ៉ាងច្រើនទៅកាន់លោកនាយករដ្ឋមន្ត្រី Ben-Gurion ដោយទាមទារឲ្យមានការចុះត្រួតពិនិត្យជាទៀងទាត់ពីសំណាក់អ្នកវិទ្យាសាស្ត្រអាមេរិកអ៊ីស្រាអែលបានយល់ព្រមឲ្យមានការចុះត្រួតពិនិត្យប៉ុន្តែពួកគេបានប្រើប្រាស់ល្បិចបច្ចេកទេសជាច្រើនដើម្បីលាក់បាំងគោលបំណងពិតប្រាកដដូចជាអ៊ីស្រាអែលបានសាងសង់ជញ្ជាំងបិទបាំងចណ្ដាយយន្តដែលចុះទៅបន្ទប់ក្រោមដីដែលជាបន្ទប់សម្រាប់ចម្រាញ់សារធាតុភ្លុយតូនេញ៉ូមជាដើមក្រោយការបែកធ្លាយព័ត៌មានសម្ងាត់នេះអ៊ីស្រាអែលក៏បានប្រើប្រាស់គោលនយោបាយយ៉ាងប៉ិនប្រសប់គឺការប្រើប្រាស់គោលនយោបាយភាពមិនច្បាស់លាស់ខាងនុយក្លេអ៊ែរដែលភាសាហេប្រឺហៅថា Amimutគឺជាយុទ្ធសាស្ត្រស្នូលរបស់ប្រទេសអ៊ីស្រាអែលទាក់ទងទៅនឹងការកាន់កាប់អាវុធនុយក្លេអ៊ែរអ៊ីស្រាអែលមិនដែលបញ្ជាក់ឬក៏បដិសេធជាផ្លូវការថាខ្លួនមានឬក៏គ្មានគ្រាប់បែកបរមាណូនោះទេអ៊ីស្រាអែលរក្សាជំហរមួយដែលគេហៅថាភាពស្រពេចស្រពិលដោយចេតនារដ្ឋាភិបាលអ៊ីស្រាអែលតែងតែប្រើប្រាស់ឃ្លាដដែលថាប្រទេសអ៊ីស្រាអែលនឹងមិនមែនជាប្រទេសដំបូងគេដែលដាក់ឲ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងតំបន់មជ្ឈិមបូព៌ានោះទេឃ្លានេះគឺមានន័យគ្រប់គ្រាន់ដើម្បីបំភ័យសត្រូវប៉ុន្តែមិនច្បាស់លាស់រហូតដល់ថ្នាក់បង្កឲ្យមានការដាក់ទណ្ឌកម្មជាអន្តរជាតិឬការប្រជែងអាវុធនុយក្លេអ៊ែរកាន់តែខ្លាំងនោះទេចំពោះមូលហេតុដែលប្រទេសអ៊ីស្រាអែលប្រើប្រាស់យុទ្ធសាស្ត្រនេះគឺមាន3ចំណុចសំខាន់ទី1គឺការទប់ស្កាត់អ៊ីស្រាអែលប្រើប្រាស់យុទ្ធសាស្ត្រនេះដើម្បីបង្កើតភាពភ័យខ្លាចដល់ប្រទេសទាំងឡាយដែលជាសត្រូវកុំឲ្យហ៊ានវាយប្រហារទ្រង់ទ្រាយធំមកលើអធិភាពនៃរដ្ឋអ៊ីស្រាអែលទី2គឺជៀសវាងការដាក់ទណ្ឌកម្មប្រសិនបើប្រទេសអ៊ីស្រាអែលប្រកាសជាផ្លូវការថាខ្លួនកំពុងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវផ្នែកនុយក្លេអ៊ែរដែលនាំផ្លូវទៅកាន់ការផលិតអាវុធនុយក្លេអ៊ែរនោះសហរដ្ឋអាមេរិកអាចនឹងត្រូវបង្ខំចិត្តដាក់ទណ្ឌកម្មតាមច្បាប់ក្នុងស្រុករបស់អាមេរិកហើយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA នឹងតម្រូវឲ្យមានការចុះត្រួតពិនិត្យទី3គឺកាត់បន្ថយការប្រជែងអាវុធការមិនប្រកាសជាផ្លូវការជួយឲ្យប្រទេសជិតខាងដូចជាអេស៊ីបឬអារ៉ាប៊ីសាអូឌីតមិនសូវមានសម្ពាធផ្នែកនយោបាយនៅក្នុងការផលិតអាវុធនុយក្លេអ៊ែរដើម្បីប្រជែងជាមួយនឹងអ៊ីស្រាអែលនោះទេគោលការណ៍ The Beacon Doctrine
ទន្ទឹមនឹងការរក្សាភាពមិនច្បាស់លាស់របស់ខ្លួនប្រទេសអ៊ីស្រាអែលមានគោលការណ៍ដាច់ខាតមួយគឺមិនអនុញ្ញាតឲ្យសត្រូវណាមួយក្នុងតំបន់មជ្ឈមបូព៌ាមានអាវុធនុយក្លេអ៊ែរឡើយនេះស្ដែងឲ្យឃើញតាមរយៈការវាយប្រហារតាមអាកាសលើ reactor នុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ាក់ឬហៅថា Operation Opera នៅក្នុងឆ្នាំ1981និងបេសកកម្មវាយប្រហារដែលហៅថា Operation Orchard នៅក្នុងឆ្នាំ2007សរុបមកគោលនយោបាយភាពមិនច្បាស់លាស់ផ្នែកនុយក្លេអ៊ែររបស់ប្រទេសអ៊ីស្រាអែលគឺជាតុល្យភាពនយោបាយដ៏ឆ្លាតវៃមួយដែលអនុញ្ញាតឲ្យប្រទេសអ៊ីស្រាអែលមានអាវុធនុយក្លេអ៊ែរចុងក្រោយសម្រាប់ការការពារខ្លួនដោយមិនចាំបាច់ប្រឈមមុខនឹងផលវិបាកផ្នែកច្បាប់និងនយោបាយអន្តរជាតិការដែលប្រទេសអ៊ីស្រាអែលអាចរក្សាគម្រោងឌីម៉ូណាឲ្យនៅសម្ងាត់បានរហូតដល់ទសវត្សរ៍ឆ្នាំ80គឺមិនមែនជារឿងចៃដន្យនោះទេពួកគេបានប្រើប្រាស់យុទ្ធសាស្ត្រដ៏តឹងរ៉ឹងបំផុតដើម្បីធានាថាគ្មាននរណាម្នាក់អាចទម្លាយអាថ៌កំបាំងនេះបានឡើយហើយនេះគឺជាយុទ្ធសាស្ត្របំបិទមាត់ដែលពួកគេបានអនុវត្តទីមួយគឺការដាក់កំហិតទៅលើអ្នកវិទ្យាសាស្ត្រនិងអ្នកបច្ចេកទេសដែលធ្វើការនៅមជ្ឈមណ្ឌលស្រាវជ្រាវឌីម៉ូណាទាំងអស់ត្រូវបានចុះហត្ថលេខានៅលើកិច្ចសន្យាដ៏តឹងរ៉ឹងបំផុតហើយកិច្ចសន្យានោះគឺមានការតាមដានអំពីជីវិតផ្ទាល់ខ្លួនពួកគេត្រូវឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខពីសេវាសន្តិសុខផ្ទៃក្នុងឬហៅថា SINBAD ទូរស័ព្ទនិងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេត្រូវបានគេតាមដានជាប្រចាំការហាមឃាត់ការធ្វើដំណើរអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់មួយចំនួនត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរទៅក្រៅប្រទេសដោយគ្មានការអនុញ្ញាតនោះទេហើយបើមានការអនុញ្ញាតក៏មានភ្នាក់ងារតាមដានដោយសម្ងាត់ដែរដើម្បីប្រាកដថាពួកគេមិនបានជួបមនុស្សដែលពួកគេមិនគួរជួបទីពីរគឺជាការគំរាមកំហែងនិងការដាក់សម្ពាធទៅលើសារព័ត៌មានប្រទេសអ៊ីស្រាអែលតែងតែប្រើប្រាស់អំណាចនយោបាយនិងច្បាប់យ៉ាងតឹងរ៉ឹងចំពោះអ្នកសារព័ត៌មានដែលត្រូវបានគេហៅថា censorshipនៅក្នុងប្រទេសអ៊ីស្រាអែលប្រព័ន្ធផ្សព្វផ្សាយត្រូវបានហាមឃាត់មិនឲ្យសរសេរអំពីកម្មវិធីនុយក្លេអ៊ែរដោយផ្ទាល់នោះទេសារព័ត៌មានត្រូវតែប្រើពាក្យប្រយោលឬក៏ស្រង់សម្ដីពីសារព័ត៌មានបរទេសដូចជាទស្សនាវដ្តី Time ឬ New Week ជំនួសវិញដើម្បីគេចចេញពីការចោទប្រកាន់ពីច្បាប់ censorship ចំពោះអ្នកកាសែតឬសារព័ត៌មានក្នុងស្រុកណាដែលហ៊ានស៊ើបអង្កេតជ្រៅពេកនឹងត្រូវបានគេព្រមានថាជាការបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិដែលជាបទល្មើសធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសទី3គឺយុទ្ធសាស្ត្របដិសេធឲ្យដល់ទីបញ្ចប់រដ្ឋាភិបាលរបស់អ៊ីស្រាអែលបានអនុវត្តគោលនយោបាយ No Confirmation No Denial ឬការមិនទទួលស្គាល់ហើយក៏មិនបដិសេធនៅពេលដែលអ្នកសារព័ត៌មានបរទេសសួរថាតើពួកគេមានអាវុធនុយក្លេអ៊ែរដែរឬទេមន្ត្រីអ៊ីស្រាអែលតែងតែឆ្លើយដដែលថាអ៊ីស្រាអែលនឹងមិនមែនជាប្រទេសដំបូងគេដែលនាំយកអាវុធនុយក្លេអ៊ែរចូលទៅក្នុងតំបន់មជ្ឈមបូព៌ានោះទេការឆ្លើយបែបនេះទៅកាន់អ្នកសារព័ត៌មានបានធ្វើឲ្យសហគមន៍អន្តរជាតិមានការងឿងឆ្ងល់ហើយពួកគេមិនអាចប្រើប្រាស់យន្តការដាក់ទណ្ឌកម្មបានឡើយព្រោះថាគ្មានភស្តុតាងផ្លូវការច្បាស់លាស់សរុបមកភាពជោគជ័យនៃគម្រោងនុយក្លេអ៊ែររបស់អ៊ីស្រាអែលមិនមែនគ្រាន់តែអាស្រ័យទៅលើវិទ្យាសាស្ត្រប៉ុណ្ណោះទេប៉ុន្តែគឺអាស្រ័យលើវិន័យភាពស្ងៀមស្ងាត់និងការតាមដានយ៉ាងតឹងរ៉ឹងបំផុតទៅលើមនុស្សគ្រប់រូបដែលពាក់ព័ន្ធជាមួយនឹងបញ្ហានេះទោះបីជាអាមេរិកបានរកឃើញទីតាំងផលិតនុយក្លេអ៊ែរនេះតាំងពីចុងទសវត្សរ៍ឆ្នាំ50ក្តីប៉ុន្តែមកដល់ចុងទសវត្សរ៍ឆ្នាំ60ក្រោយរដ្ឋបាលរបស់លោក Richard Nixon សហរដ្ឋអាមេរិកក៏បានឈប់ដេញដោលហើយឈានដល់ការយល់ព្រមមិននិយាយអំពីបញ្ហានុយក្លេអ៊ែររបស់អ៊ីស្រាអែលអាមេរិកសុខចិត្តមិនសួរដេញដោលហើយអ៊ីស្រាអែលក៏មិនប្រកាសជាផ្លូវការថាខ្លួនមានឬក៏គ្មានអាវុធនុយក្លេអ៊ែរដែរដែលនេះគឺជាគោលនយោបាយដែលត្រូវបានបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ